សម្ដេចតេជោហ៊ុនសែនរំលឹកពីការតស៊ូជាងពាក់កណ្ដាលជីវិតដើម្បីស្វែងរកសន្តិភាពពេញលេញជូនកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី8 ខែមេសាឆ្នាំ2025នេះបានបង្ហាញរូបភាពកាលពីទសវត្សរ៍1980ដែលធ្វើឲ្យសម្ដេចនឹកឃើញដល់ប្រវត្តិនៃការដឹកនាំប្រទេសក្នុងសភាពការចល័តមានសន្តិភាពផងនិងមានសង្គ្រាមផងសម្ដេចតេជោប្រធានប្រសិទ្ធិបានបន្តថារូបថត4សន្លឹកនោះមាន3សន្លឹកសម្ដេចដើរចូលសភានិងប្រជុំសភានិង1សន្លឹកប្រជុំរកដំណោះស្រាយសន្តិភាពដែលពេលនោះទើបមានអាយុជាង30ឆ្នាំតាំងសម្ដេចតេជោបានគូរំលេចថាការនោះសម្ដេចត្រូវវាយផងចរចាផងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែលប្រើពេលជាងពាក់កណ្ដាលជីវិតទៅប្រកសន្តិភាពនិងមានការអភិវឌ្ឍដោយសពថ្ងៃបានតាមរយៈបណ្ដាញសង្គម Facebook សម្ដេចតេជោមានខ្លឹមសារទាំងស្រុងថាឃើញរូបថតចាស់ៗនាទសវត្សរ៍1980ធ្វើឲ្យនឹកឃើញដល់ការដឹកនាំប្រទេសក្នុងសភាពការចល័តមានសន្តិភាពផងនិងមានសង្គ្រាមផងវាយផងចរចាផងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងតែប្រើពេលជាងពាក់កណ្ដាលជីវិតទើបរកសន្តិភាពនិងមានការអភិវឌ្ឍដោយសពថ្ងៃបានរូបថត4សន្លឹកនេះ3សន្លឹកដើរចូលសភានិងប្រជុំសភានិង1សន្លឹកប្រជុំរកដំណោះស្រាយសន្តិភាពដែលពេលនោះទើបមានអាយុជាង30ឆ្នាំ